សូមស្វាគមន៍ប្រិមិត្តមកកាន់ Channel VS គុណខ្មែរបាទថ្ងៃនេះដែរ Channel យើងខ្ញុំសំណូមប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរសម្រាប់អត្ថបទនៅពេលនេះខ្ញុំបាទសូមធ្វើការជម្រាបជូនប្រិមិត្តនៅសាច់រឿងចំនួន2សាច់រឿងដែលសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់គ្រូឆ្នើមបាទលោកគ្រូពេជ្រសុផាន់តាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករពេជ្រសម្បត្តិក្នុងកម្មវិធី Edman Tournament ដណ្ដើមខ្សែក្រវ៉ាត់រួមជាមួយនឹងដណ្ដើមមាសបាទកំពង់មាស Gensburg ហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករសុកធីហៅកាកាឥឡូវនេះយើងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងទី1សិនបាទដែលសាច់រឿងទី1នេះគឺពាក់ព័ន្ធជាមួយនឹងលោកគ្រូឆ្នើមបាទពេជ្រសុផាន់ដែលជាគ្រូបង្វឹកផ្ទាល់របស់កីឡាករពេជ្រសម្បត្តិបាទបងប្អូនប្រហែលជាបានដឹងខ្លះហើយតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករពេជ្រសម្បត្តិនៅក្នុងកម្មវិធីបាទការប្រកួត Edman Tournament ដែលការប្រកួតនេះបាទកីឡាករពេជ្រសម្បត្តិគឺជាកីឡាករទី2ហើយបាទបន្ទាប់ពីកីឡាករធឿនធីរ៉ាបាទធឿនធីរ៉ាក៏គាត់ធ្លាប់ប្រកួត Edman Tournament ដែរហើយទៀតសោតការប្រកួត3វគ្គបាទ2វគ្គកន្លងមកគឺទទួលបានជ័យជំនះហើយវគ្គចុងក្រោយវគ្គទី3គឺថាកីឡាករធឿនធីរ៉ាធ្វើមិនបានល្អទេបាទគឺធ្លាក់ត្រឹមជុំទី2បាទហើយចំពោះកីឡាករពេជ្រសម្បត្តិបាទឥឡូវនេះគាត់អាចស្នងតំណែងកីឡាករធឿនធីរ៉ាបានឬក៏យ៉ាងណាបាទធឿនធីរ៉ាគេបានឈ្នះ2ជុំបងប្អូនបាទគេបានឈ្នះ2វគ្គហើយដល់វគ្គទី3គេដល់ជុំទី2ទៀតបាទអញ្ចឹងអាចថាធឿនធីរ៉ាក៏ជាកីឡាករលំដាប់គឺជាកីឡាករល្អមួយរូបដែរបាទងាកមកចាប់អារម្មណ៍ការលើកឡើងរបស់គ្រូឆ្នើមបាទលោកគ្រូឆ្នើមពេជ្រសុផាន់គាត់បានលើកឡើងថាចំពោះកីឡាករ8រូបបាទដែលមក7រូបដែលមកពីប្រទេសផ្សេងគ្នានេះបាទគាត់ចាប់អារម្មណ៍ច្រើនបាទគាត់តាមគាត់ស៊ើចមើលពីប្រវត្តិដៃគូរបស់កីឡាករពេជ្រសម្បត្តិបាទកន្លងមកគឺថាកីឡាករទាំង8រូបគាត់ចាប់អារម្មណ៍កីឡាករចិនក៏ដូចជាកីឡាកររុស្ស៊ីថាកីឡាកររុស្ស៊ីគេធ្លាប់វាយទាំងកង់ MMA កង់ចេញមករៀមគេធ្លាប់ចេញអស់ហើយបាទគេធ្លាប់វាយអស់ហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នទៀតហើយកីឡាករចិនបាទកីឡាករចិនដែលបងប្អូនឃើញថាបន្ទាប់ពីឃើញវត្តមានកីឡាករចិនរូបនេះមានបេក្ខភាពក្នុងកម្មវិធី Edman Tournament ដែរឃើញថាមានក្តីបារម្ភច្រើនបាទពីសំណាក់អ្នកគាំទ្រគុណខ្មែរជាពិសេសគឺអ្នកគាំទ្រកីឡាករពេជ្រសម្បត្តិតែម្ដងដោយសារតែ fan របស់ខ្លួនមិនចង់ឲ្យគេហៅថាគេល្អដាច់ពេកទេណាបាទខ្លាចកីឡាករពេជ្រសម្បត្តិទប់អត់ជាប់បែបណាក្តីលោកគ្រូពេជ្រសុផាន់គាត់ថាសិស្សរបស់គាត់មកដល់ពេលនេះគឺជួបអស់ហើយបាទគឺជួបអស់ហើយធ្លាប់មកយប់3ប្រកួតអញ្ចឹងក៏មានទោះបីជាអត់ដែលវាយ Edman មែនប៉ុន្តែគាត់វាយមកយប់ប៉ះ3បាទបងប្អូនឃើញហើយ1ទល់នឹង3ហ៎បងប្អូនបាទតែពេជ្រសម្បត្តិគាត់ធ្វើមិនបានល្អទេ1ទល់3ហ្នឹងគឺបើថាល្អគឺល្អហើយគ្រាន់តែថាគាត់អត់ឈ្នះទាំង3បងប្អូនបាទគាត់អត់ឈ្នះទាំង3ប៉ុន្តែវាយផ្ដួលពេលនោះដូចជាបើតាមចាំដូចជាផ្ដួលដៃគូឲ្យសន្លប់2នាក់ហើយម្នាក់ទៀតសេសើដែរបងប្អូនបាទចង់ទៅដែរតែយ៉ាងណាគឺថាពេលវេលាក៏មិនអាចរងចាំពេជ្រសម្បត្តិបានដែរបាទគឺបានត្រឹមតែប៉ុណ្ណឹងឥឡូវរឿងស្ងាត់ហើយ1ទល់3ព្រោះមើលទៅការប្រកួត1ទល់3ហាក់បីដូចជាចំណាយកម្លាំងខ្លាំងពេកបាទកីឡាករកម្លាំងល្មមទប់អត់ជាប់ទេបាទទប់អត់ជាប់ទេងាកមកចាប់អារម្មណ៍កីឡាករដៃគូរបស់កីឡាករពេជ្រសម្បត្តិនៅក្នុងកម្មវិធី Edman វិញបងប្អូនយល់យ៉ាងណាដែរតើកីឡាករពេជ្រសម្បត្តិអាចនឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតបាទ Edman Tournament នៅដើមខ្សែក្រវ៉ាត់រួមជាមួយនឹងទៅដើមកំពង់មាស Gensburg បានដែរឬក៏យ៉ាងណាបាទបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយសម្រាប់លោកគ្រូឆ្នើមគាត់ថាអ្នកណាក៏បានដែរជួបអ្នកណាក៏បានដែរ8 7អ្នកហ្នឹងជួបអ្នកណាក៏បានដែរប៉ុន្តែគាត់ចង់ជួបកីឡាករដែលខ្លាំងមុនបាទព្រោះពេលដែលជួបខ្លាំងមុនចង់តង់ទី1ជួបអ្នកណាក៏បានដែរព្រោះកម្លាំងពេញបងប្អូនបាទអញ្ចឹងគាត់អាចទុកចិត្តបានតែបើថាជួបអ្នកខ្លាំងក្រោយអាចយ៉ាប់ព្រោះពេលដែលវាយជុំទី1ជុំទី2អាចប្រើកម្លាំងខ្លាំងអញ្ចឹងដល់ជុំផ្ដាច់ព្រាត់អាចយ៉ាប់ដែរបាទអ
ចឹងសូមបញ្ចប់រឿងទី1យើងចូលរឿងទី2ដែលរឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករសុកធីបងប្អូនបាទសុកធីប្រកួតនៅថ្ងៃទី18ខែមករាឆ្នាំ2026កន្លងទៅនេះឃើញថាផ្ទុះការរិះគន់ច្រើនមែនទែនបាទផ្ទុះការរិះគន់ច្រើនមែនទែនដោយសុកធីបានប៉ះជាមួយនឹងកីឡាករមហាម៉េតបាទកីឡាករអេរ៉ង់បាទយើងឃើញថាការប្រកួតអ្នកទាំងពីរអត់វាយទេបាទអត់វាយទេដល់ថ្នាក់លោកគ្រូអាញាកដាលចង់ដេញចុះពីលើសាយវៀនបាទវាយ3ទឹកបងប្អូនបាទការប្រកួត3ទឹកតែឡើងទៅញល់ខ្លាចរឿងខ្លួនបាទយើងមើលការប្រកួតជាក់ស្ដែងរបស់គាត់ខ្លាចរឿងខ្លួនដល់ថ្នាក់អ្នកខ្លះគឺថាស្រែកឲ្យលោកអាញាកដាលបញ្ឈប់ការប្រកួតហើយនឹងដេញចុះបាទជាពិសេសគឺផ្ដោតលើកីឡាករសុកធីតែម្ដងបាទកីឡាកររងទៅពេលសុកធីអត់វាយញល់គាត់នោះញល់ដែរបាទមានអីបងប្អូនបាទអត់វាយដូចគ្នាជាលទ្ធផលបានត្រឹមស្មើគ្នាបាទប៉ុន្តែបងប្អូនអ្នកគ្រប់គ្រងគិតថាអត់គួរដាក់ឲ្យស្មើទេគួរឲ្យសុកធីចាញ់ព្រោះជាកីឡាករលំដាប់ជួរមុខស្រុកខ្មែរម្នាក់ដែរតែបែរជាឡើងទៅអត់វាយមិនដឹងថាគាត់មានបញ្ហាសុខភាពបែបណាឬបែបណាយើងក៏មិនដឹងដែរតែអ្វីដែលសំខាន់ទទួលការប្រកួតហើយនៅលើសាយវៀនត្រូវតែវាយបាទត្រូវតែវាយចឹងបងប្អូនយល់យ៉ាងណាដែរតើតើជាមួយនឹងកីឡាករសុកធីប្រកួតកាលពីម្សិលមិញបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយឲ្យបងប្អូនខ្លះថាវាយអញ្ចេះប៉ះជាមួយនឹងពេជ្រសម្បត្តិក្រោយទៀតបែបទៅមិនរួចទេបាទហើយបងប្អូនយល់យ៉ាងណាដែរខ្ញុំថាពេជ្រសម្បត្តិហើយនឹងសុកធីថ្ងៃក្រោយគង់តែជួបគ្នាឲ្យតែថាចរចាត្រូវលក្ខខណ្ឌព្រោះគីឡូគាត់វាយ60ដូចគ្នាទេបងប្អូនបាទអញ្ចឹងឲ្យត្រូវលក្ខខណ្ឌគឺថាពេញបឹបទៀតហើយបាទគឺអាចសងសឹកបានអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូម